ទិញខ្ញុំអាយុច្រើនជាងគេអ្នកទាំងអស់គ្នាគឺដូចតែគ្នាទេអញអាយុច្រើនអស់ចាស់ណាស់មែនទេចេញឲ្យឆ្ងាយទៅខាងក្នុងខ្ញុំមានតែ Black Penny យ៉ាងហោចណាស់ក៏មានតម្លៃរាប់សិបលានដែរក្នុងប្រអប់កលល្បិចនេះមានតែ Black Penny ហោះនេះគឺជាតែដំបូងបំផុតនៅលើពិភពលោកហើយមើលទៅដូចជាចំណេញធំហើយថៅកែតាប្រអប់កលល្បិចឈើនេះលក់យ៉ាងម៉េចដែរប្អូន fan ឯងមិនមែនប្រាប់ថាចង់នាំបងម៉ែទៅទិញរបស់ថោកទេអីប្រអប់កលល្បិចបែបនេះខ្ញុំចាំបានថាកាលពីក្មេងខ្ញុំធ្លាប់លេងមួយដោយសារតែបើកមិនចេញចុងក្រោយក៏ទាត់វាបែកខ្ទេចតែម្ដងទៅសំហើយដែលជាបងម៉ែការធ្វើបែបនេះរបស់បងពិតជាសាហាវពេកហើយអ្នកទាំងពីរពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ប្រអប់កលល្បិចនៅទីនេះរបស់ខ្ញុំឆ្នាំខុសគ្នាតម្លៃក៏ខុសគ្នាដែរថោកបំផុត500ថ្លៃបំផុត8000តើអ្នកមើលឃើញមួយណាថៅកែប្រអប់កលល្បិចនេះគឺអ្នកមានចិត្តណាធ្វើឲ្យចាស់ហើយរបស់ដែលមើលទៅថ្មីទាំងនេះគឺមិនទាន់មានពេលធ្វើឲ្យចាស់ប្អូនប្រុសអញពិតជាចេះនិយាយលេងមែនគ្រួសារយើងគឺធ្វើប្រអប់កលល្បិចតាំងពីដូនតាមកអញមើលប្រអប់កលល្បិចថ្មីនោះគឺខ្ញុំជាអ្នកធ្វើចំណែករៀងចាស់បន្តិចគឺឪពុកខ្ញុំជាអ្នកធ្វើចាស់ជាងនេះបន្តិចទៀតគឺជីតាខ្ញុំជាអ្នកធ្វើអញ្ចឹងសោះមើលទៅពិតជាខុសគ្នាមែននៅទីនេះនៅមានរបស់ចាស់ពីរបីទៀតប្រហែលជាជីតារបស់ជីតាខ្ញុំជាអ្នកធ្វើក៏អាចជាជីតារបស់ជីតាខ្ញុំជាអ្នកធ្វើដែរទោះយ៉ាងណាក៏ដោយខ្ញុំក៏ចាំមិនច្បាស់ដែរយ៉ាងម៉េចដែរមានចំណាប់អារម្មណ៍ទិញប្រអប់កលល្បិចពីរបីយកទៅលេងទេរបស់នេះមើលទៅពិតជាមានអាយុកាលយូរមែនប៉ុន្តែមិនមែនជាស្នាដៃរបស់ជាងជំនាញទេហើយក៏មិនមែនធ្វើពីឈើមានតម្លៃដែរដូច្នេះតម្លៃរបស់វាមិនខ្ពស់ទេមិនដឹងថានៅខាងក្នុងដែលមិនស្គាល់នេះតាមពិតទៅវាជារបស់អ្វីនោះទេថៅកែតាប្រអប់កលល្បិចទាំងនេះលក់យ៉ាងម៉េចដែរអូយប្អូនប្រុសភ្នែកពិតជាមុតមែនប្រអប់ទាំង3ដែលអញរើសនេះមួយគឺជីតាទូតខ្ញុំជាអ្នកធ្វើមួយទៀតគឺជីតាខ្ញុំជាអ្នកធ្វើហើយមួយទៀតគឺឪពុកខ្ញុំជាអ្នកធ្វើចុះបើអញរើសមួយទៀតដែលខ្ញុំធ្វើយក4ចំនួនតែម្ដងទៅយ៉ាងម៉េចដែរមិនមែនទេថៅកែខ្ញុំគ្រាន់តែទិញប្រអប់កលល្បិចមួយប៉ុណ្ណោះយក4ចំនួនរបស់ជីតានិងចៅអ្នកទាំង4ចំនួនធ្វើអ្វីហើយអ្នកធ្វើថ្មីយ៉ាងនេះច្បាស់ជាគ្មានរបស់ល្អទេថៅកែខ្ញុំមិនអាចយកច្រើនយ៉ាងនេះទេអ្នកគ្រាន់តែប្រាប់ថាតម្លៃប៉ុន្មានទៅបានប្រអប់ប៊ីអញឲ្យ51500ទៅ51000យ៉ាងម៉េចដែរយកពងប្អូនប្រុសលើកក្រោយបើចង់បានប្រអប់កលល្បិចទៀតចាំមកកន្លែងខ្ញុំបានខ្ញុំទើបតែវេលលុយឲ្យអ្នកហើយថៅកែប្អូន fan ឯងគិតថាក្បាលឯងមិនសូវល្អមែនទេទើបចង់ទិញប្រអប់កលល្បិចពីរបីយកទៅវឹកហាត់អ្នកដែលគួរតែវឹកហាត់នោះដូចជាឯងទេដឹងនេះពីនេះឲ្យឯងមិនមែនទេឯងមិនមែនប្រាប់ថានាំបងមកទិញរបស់ថោកទេអីខ្ញុំដឹងថាឯងប្រញាប់ប៉ុន្តែឯងកុំទាន់ប្រញាប់អីឥឡូវនេះខ្ញុំនឹងនាំឯងទៅ Bebo Pavilion ដើម្បីរកថៅកែឆែនដើរលេងកន្លះថ្ងៃហើយឯងទិញបានតែប្រអប់កលល្បិច3ប៉ុណ្ណោះចុងក្រោយនៅឲ្យខ្ញុំពីរទៀតប្អូន fan សកម្មភាពមួយសេរីរបស់ឯងនេះបងមកពិតជាមិនយល់សោះអូយខ្ញុំថាហើយមិនក៏សត្វក្អែកចេះតែយំតាមពិតគឺថៅកែវ៉ែនមកសោះយ៉ាងម៉េចដែរលើកនេះរកបានរបស់មានតម្លៃអ្វីទៀតហើយថៅកែឆែនត្រូវរំខានអ្នកជួយមើលប្រអប់កលល្បិចនេះឲ្យខ្ញុំបន្តិចហើយបានឲ្យខ្ញុំមើលបន្តិចមកថៅកែវ៉ែនលើកនេះឯងទិញបានរបស់មានតម្លៃអ្វីទៀតហើយអាហារចម្លែកណាស់ឈើរបស់ប្រអប់កលល្បិចនេះគ្រាន់តែជាឈើធម្មតាប៉ុណ្ណោះតម្លៃរបស់វាក៏មិនខ្ពស់ដែរបើមើលពីអាយុកាលវិញក៏ត្រឹមតែប្រមាណ10ឆ្នាំដែរតម្លៃប្រវត្តិសាស្ត្រក៏មិនអាចនិយាយបានដែរបើមើលពីស្នាដៃជាងឈើវិញក៏មិនសូវល្អិតល្អន់ដែរប្រហែលជាមិនមែនជាស្នាដៃរបស់ជាងល្បីទេថៅកែវ៉ែនសូមអភ័យទោសដែលខ្ញុំនិយាយត្រង់ប្រអប់កលល្បិចរបស់ឯងនេះថៅកែឆែនខ្ញុំនិយាយមិនទាន់ចប់ទេខ្ញុំចង់បើកប្រអប់កលល្បិចនេះមើលថានៅខាងក្នុងមានរបស់អ្វីឯងមើលខ្ញុំនេះខ្ញុំស្មានតែឯងចង់ឲ្យខ្ញុំវាយតម្លៃប្រអប់កលល្បិចនេះទៅទៀតប៉ុន្តែប្រអប់កលល្បិចលូបែននេះមិនមែនចេះតែបើកបានដោយងាយនោះទេបើមិនអញ្ចឹងទេក៏មិនល្បីល្បាញយ៉ាងនេះដែរខ្ញុំសាកល្បងមើលបើតាមខ្ញុំនិយាយអ្នកទាំងពីរខំប្រឹងយ៉ាងនេះធ្វើអ្វីទុកឲ្យខ្ញុំទាត់វាបែកខ្ទេចតែម្ដងទៅមិនបានទេអីទោះយ៉ាងណាក៏ដោយក៏មិនមែនជាលើកទី1ដែរខ្ញុំក៏ចង់ដែរបើមិនដឹងក៏មិនអីដែរប៉ុន្តែប្រអប់កលល្បិចនេះប្រាប់ខ្ញុំថានៅខាងក្នុងវាមានតែ Black Penny មួយសន្លឹកបើធ្វើឲ្យខូចនោះខ្ញុំច្បាស់ជាខាត់ធំហើយបងមកឯងនៅឲ្យស្ងៀមបន្តិចទៅទុកឲ្យថៅកែឆែនជាអ្នកដោះស្រាយប្រអប់កលល្បិចនេះទៅបានប៉ុន្តែបន្តិចទៀតបើថៅកែឆែនបើកមិនចេញនោះទុកឲ្យបងម៉ែខ្ញុំជាអ្នកចាត់ការអាហានេះគឺតែនពណ៌ផ្ទៃខាងក្រោយគឺពណ៌ខ្មៅនៅចំកណ្ដាលមានបោះពុំរូបក្បាលស្ត្រីមើលពីចំហៀងនេះគឺ Black Penny ថៅកែ fan ឯងប្រហែលជាដឹងតាំងពីដំបូងហើយថានៅក្នុងប្រអប់កលល្បិចនេះគឺតែ Black Penny មែនទេពិតណាស់គឺមិនដឹងទេខ្ញុំគ្រាន់តែមើលទៅប្រអប់កលល្បិចនេះរៀងចម្លែកបន្តិចគិតថានៅខាងក្នុងមានរបស់ទើបសម្រាប់ចិត្តទិញវាតែ Black Penny គឺជាអ្វីហើយវាមិនមែនគ្រាន់តែជាតែមួយសន្លឹកទេអីអ្នកទាំងពីររំភើបយ៉ាងនេះធ្វើអ្វីដូចជាមិនដែលឃើញពិភពលោកអញ្ចឹងតែ Black Penny គឺជាតែដំបូងបង្អស់នៅលើពិភពលោក
ហើយបើគិតមកដល់បច្ចុប្បន្ននេះរបស់ដែលនៅសេសសល់គឺមានតែ2 3សន្លឹកប៉ុណ្ណោះអាចនិយាយបានថាមានតម្លៃខ្លាំងណាស់អ្វីឯងនិយាយអ្វីឯងនិយាយថារបស់នេះគឺជាតែមដំបូងបង្អស់នៅលើពិភពលោកនេះពិតជាមិនគួរឲ្យជឿសោះចុះនេះត្រូវមានតម្លៃប៉ុន្មានទៅតម្លៃយ៉ាងហោចណាស់ក៏រាប់សិបលានដែរបើដាក់ដេញថ្លៃវិញច្បាស់ជាធ្វើឲ្យអ្នកចូលចិត្តប្រម៉ូតែមទាំងនោះឈួតវង្វេងមិនខានដូច្នេះច្បាស់ជាអាចដេញថ្លៃបានតម្លៃកប់ពុកមិនខានអ្វីនេះមានតម្លៃរាប់សិបលានប្អូនហ្វេនអំបញ្ញមិញគឺខ្ញុំនិយាយខ្លាំងប្រអប់កលល្បិចរបស់ឯងនោះបើកបាន Black Penny ខ្ញុំនៅទីនេះនៅមានប្រអប់កលល្បិច2ទៀតត្រូវហើយថៅកែឆេនឯងក៏ជួយបើកមើលឲ្យខ្ញុំបន្តិចដែរមកមិនប្រកាសថាក៏អាចបើកបាន Black Penny ដែរទោះបីជានៅខាងក្នុងនេះគ្មាន Black Penny ក៏ដោយអាចបើកបាន White Penny Red Penny Green Penny ឬក៏ Flower Penny ក៏បានដែរបងម៉ារបស់ខ្ញុំឲ្យអញពិតជាគិតថាប្រអប់កលល្បិចណាក៏អាចបើកបាន Black Penny មែនទេបានហើយបងម៉ាពីនៅក្នុងដៃអញនេះពិតជាគ្មានតម្លៃអ្វីត្រូវបើកទេមែនហើយថៅកែខែនរបស់នេះអញទទួលទិញទេនេះតែនេះពិតជាពិបាកឲ្យថ្លៃណាស់អូយខែនចាស់ឲ្យអ្នកទាំងអស់គ្នាកំពុងតែរវល់ធ្វើអ្វីហ្នឹងមានរឿងល្អអ្វីលាក់បាំងខ្ញុំខូចការហើយមិនក៏លោកឈួងមកនៅពេលនេះមើលទៅថ្ងៃនេះតែមនេះខ្ញុំមិនអាចយកបានទេនេះតែមនេះតើជាតែម Black Penny មែនទេលោកនេះគឺជាមិត្តចាស់របស់ខ្ញុំគាត់គឺជាអ្នកចូលចិត្តប្រម៉ូតែមនៅក្នុងរង្វង់អ្នកប្រម៉ូរបស់ចាស់បើមិនបានឃើញក៏មិនអីដែរឥឡូវនេះបានឃើញ Black Penny ហើយបើគាត់មិនភ្ញាក់ផ្អើលទើបចម្លែកបានហើយថៅកែវ៉ែនតែមនេះខ្ញុំសុំទុកសិនហើយលុយខ្ញុំនឹងឲ្យឯងនៅពេលក្រោយហើយអញ្ចាស់ឯងកុំប្រញាប់អីឯងឲ្យខ្ញុំមើលបន្តិចទៀតមកនេះពិតជា Black Penny មែនហើយអញ្ចាស់ឯងបានមកពីណាឯងដឹងស្រាប់ហើយរបស់មានតម្លៃនេះឯងត្រូវតែលក់ឲ្យខ្ញុំនេះគឺជាថៅកែវ៉ែននេះទើបតែទិញបានមកបើឯងចាប់អារម្មណ៍ស៊ូគាត់ទៅល្អជាងជួងចាស់នេះច្បាស់ជាចង់ទិញឲ្យតតែបានមិនខានបើឯងមិនចង់លក់ទេគ្រាន់តែបដិសេធទៅប្អូនប្រុសរបស់មានតម្លៃនេះលក់ឲ្យខ្ញុំមកខ្ញុំយកហាងលក់របស់ចាស់នៅផ្សារលក់របស់ចាស់ Penjaywan របស់ខ្ញុំមកដូរជាមួយឯងគិតយ៉ាងម៉េចដែរជួងចាស់ឯងលេងមែនទែនហ៎ហាងលក់របស់ចាស់នៅ Penjaywan របស់ឯងនោះមានទំហំមិនតូចទេហើយតូបនៅផ្សារលក់របស់ចាស់សុទ្ធតែមានតម្លៃតែគ្មានទីផ្សារទោះបីជាមានលុយក៏មិនប្រកាសថាអាចទិញបានដែរអញ្ចឹងហាងលក់របស់ចាស់នេះមានតម្លៃមិនទាបទេលោកជួញតើលោកពិតជាមានបំណងចង់ដូរបែបនេះមែនទេនេះពិតជាស័ក្តិសមមែនខ្ញុំចាំបានថាកាលពីឆ្នាំមុនមានគេឲ្យថ្លៃ90លានដើម្បីទិញតូបរបស់ជួងចាស់ពេលនោះជួងចាស់សំបីតែមើលក៏មិនមើលផងខ្ញុំច្បាស់ជាមិនអាចឲ្យក្មេងជំនាន់ក្រោយដូចឯងខាត់បងទេហើយតែ Black Penny គឺខុសពីតែផ្សេងទៀតទោះបីជាឯងចង់ទិញក៏រកអ្នកលក់ឲ្យមិនបានដែរមែនទេបានអញ្ចឹងធ្វើតាមលោកជួងនិយាយចុះប្អូនប្រុសចិត្តទូលីបន្តិចទៀតខ្ញុំនឹងត្រឡប់ទៅរៀបចំពេលណាអញទំនេរអាចមកទទួលយកដោយផ្ទាល់តែម្ដងអញកុំបារម្ភរបស់នៅក្នុងហាងខ្ញុំទុកឲ្យអញទាំងអស់ច្បាស់ជាមិនឲ្យអញខាត់បងទេខ្ញុំមិនបានមើលខុសស្ដាប់ខុសទេដឹងតើខ្ញុំមិនទាន់ភ្ញាក់ពីគេងមែនទេប្អូនហ្វេនឯងទិញបានហាងលក់របស់ចាស់មួយហើយខ្ញុំប្រហែលជាកំពុងយកសប្តាហ៍ហើយបងម៉ាឯងមិនបានយកសប្តាហ៍ទេតោះយើងត្រឡប់ទៅវិញសិនប៉ុន្មានថ្ងៃទៀតចាំទៅមើលទាំងអស់គ្នាកុំមើលអីខ្ញុំមិនមែនជារបស់មានតម្លៃអ្វីទេពិតជានឹកស្មានមិនដល់សោះរបស់មានតម្លៃដែលមើលទៅដូចជាគុជរាត្រីនេះតាមពិតជារបស់គ្មានតម្លៃសោះប៉ុន្តែតើរឿងនេះវាយ៉ាងម៉េចទៅវិញហាងលក់របស់ចាស់របស់អ្នកទាំងពីរក៏ហួសហេតុពេកហើយហ៊ានយករករបស់គ្មានតម្លៃមកបោកប្រាស់ខ្ញុំពិតជាគិតថាខ្ញុំងាយនឹងរងការគៀបសង្កត់មែនទេហាពិតឬខ្លាំងខ្លាយនឹកស្មានមិនដល់សោះថានៅក្នុងហាងរបស់លោកជាហ្វេនដែលពូកែទិញរបស់ថោកនេះក៏មានរបស់មានតម្លៃខ្លាំងខ្លាយដែរមិនមែនទេដឹងខ្ញុំទើបតែទិញគំនូមួយផ្ទាំងកាលពីម្សិលមិញប្រហែលជាខ្លាំងខ្លាយដែរទេដឹងកំឡោះពាក្យនេះមិនអាចនិយាយផ្ដេសផ្ដាសបានទេពីគេបត្រដែលឯងយកមកគឺជារបស់នេះមិនក៏និយាយថាខ្ញុំបោកប្រាស់ឯងទៅវិញរបស់នៅក្នុងដៃខ្ញុំនេះតើវាជាគុជរាត្រីតម្លៃ10លានរបស់ខ្ញុំមែនទេនេះច្បាស់ជាគ្រាប់អង្កាំខ្លាំងខ្លាយហាងលក់របស់ចាស់របស់អ្នកទាំងពីរហ៊ានយកគ្រាប់អង្កាំបែបនេះមកបោកប្រាស់ខ្ញុំកំឡោះពេលដែលឯងមករបស់នេះសំបីតែមើលក៏មិនមើលផងយកហើយក៏ដើរចេញទៅឥឡូវនេះបែរជារត់មកវិញនិយាយថារបស់មានបញ្ហានរណាដឹងថាឯងខ្លួនឯងដូរយករករបស់ផ្សេងមកបោកប្រាស់ពួកយើងនោះហឹមវិក័យបាត់នេះខ្ញុំបានហើយវងចាស់បងម៉ែគឺជាមិត្តរបស់ខ្ញុំអត្តចរិតរបស់គាត់ខ្ញុំច្បាស់ជាងគេគ្រាប់អង្កាំខ្លាំងនេះតើឯងទិញមកពីណាគ្រាប់អង្កាំនេះគឺទិញមកកាលពីប៉ុន្មានថ្ងៃមុនក្នុងតម្លៃ5លានពេលនោះខ្ញុំមិនបានមើលឲ្យច្បាស់ទេស្មានតែជារបស់មានតម្លៃក្រោយមកគឺបែបនេះថៅកែតើអ្នកនៅទីនេះទទួលទិញរបស់ទេមើលគុជរាត្រីរបស់ខ្ញុំនេះយ៉ាងម៉េចដែររបស់នេះតើឯងចង់បញ្ចាំឬក៏លក់ដាច់តែម្ដងបញ្ចាំចុះខ្ញុំកំពុងតែប្រញាប់ប្រើលុយ
ប៉ុន្មានថ្ងៃទៀតនឹងមកលុះវិញបើអញលក់ដាច់ខ្ញុំអាចជួយអញដាក់ដេញថ្លៃបានប៉ាន់ស្មានថាមិនតិចជាង10លានទេយោងតាមច្បាប់បញ្ចាំគឺ5លានបើ10ថ្ងៃក្រោយមិនមកលុះទេនោះរបស់នេះគឺត្រូវចេញតម្លៃដើមទើបអាចទិញត្រឡប់មកវិញបាននេះគឺជារបស់មានតម្លៃតាំងពីដូនតាខ្ញុំមកបញ្ចាំចុះវិកេប័តនេះអញទុកឲ្យស្រួលបួលយើងទុកមួយច្បាប់អញមួយច្បាប់បើ10ថ្ងៃក្រោយអញមិនមកលុះវិញទេវានឹងទុកជាមុខៈបានថៅកែអ្នកត្រូវជួយរក្សាទុកឲ្យបានល្អកុំធ្វើឲ្យខូចពីថ្ងៃទៀតខ្ញុំមានលុយវិលជុំវិញខ្ញុំនឹងមកលុះវិញ